bà miên chôn sang say mà nè đại thua cam mà phép chọn cả bố tê lơ ôn say mà nè đại thua đầm ná tam đó lấy nơi một xa tôi cột nắng còn tới ban chọn ban sầm rách còn tới ban cầm lăng prum nị dục than prum toàn cầm đất ngôn này cái xuồng hạp tới đất non đòi lô cả đâm sân này tây bộtวันđó vơ ca bằng crab thua ca khoát luôn ban sầm rách liêm nơi trăng chùm nói xa pram pi mẹ cả đàn đi tay mà đâu lời ní chôn sang say càng lời ní nơi pe là muốn cả hai nó có chi mò sầm tay mà rộp sao bằng phân mẹ cả đá cả té tới ban cầm lăng lúc thua ca thẹn còn thẹn phần đua hả còn thua bọc tu sáp thua ai rong ca khôi khát nè lụa tô tu sáp càng lời ní tích giang đầm nằm ភ្នំពេញហេតុការណ៍បង្ក្រាបបទល្មើសឆក់កាបូបយ៉ាងសាហាវមួយបានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនិងអាជីវករទាំងយប់ខណៈដែលជនសង្ស័យម្នាក់បានព្យាយាមជិះម៉ូតូរត់គេចពីការតាមចាប់របស់សមត្ថកិច្ចរហូតជ្រុលចង្កូតទៅបុកទូដាក់លក់ទូរស័ព្ទបណ្ដាលឲ្យខូចខាតសម្ភារៈយ៉ាងដំណំហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជាង12រំលងអាទិត្រីឈានចូលថ្ងៃទី11ខែមករាឆ្នាំ2026ស្ថិតនៅចំណុចផ្សារ7មករាក្នុងសង្កាត់បឹងកក់ទី2ខណ្ឌទូលគោករាជធានីភ្នំពេញប្រតិបត្តិការនេះដឹកនាំដោយផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ត្រីបុត្រវណ្ណារតអនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃដែលបានតាមដានមុខសញ្ញានេះយ៉ាងយកចិត្តទុកដាក់យោងតាមសម្ដីរបស់នារីរងគ្រោះបានឲ្យដឹងថារូបនាងនិងមិត្តភ័ក្តិសរុប3នាក់កំពុងជិះម៉ូតូនៅម្ដុំអង្គតានទូលគោកស្រាប់តែជនសង្ស័យជិះម៉ូតូមួយគ្រឿងម៉ាក Honda Beat ពណ៌សលាយខៀវពាក់ស្លាកលេខភ្នំពេញ 1K9787 មកធ្វើសកម្មភាពឆក់កាបូបពីនាងដោយសារទូរស័ព្ទមានប្រព័ន្ធតាមដាន GPS នាងបានព្យាយាមឆែកទីតាំងនិងជិះតាមរោគរហូតមកឃើញជនសង្ស័យជួបគ្រោះថ្នាក់ដោយសារត្រូវកម្លាំងសមត្ថកិច្ចស្ទាក់ឆាប់បានមេកម្លាំងកាត់ហេតុនេះតែម្ដងនៅកន្លែងកាត់ហេតុគេសង្កេតឃើញទូកញ្ចក់ដាក់តាំងលក់ទូរស័ព្ទរបស់អាជីវករត្រូវបានម៉ូតូជនសង្ស័យបុកបែកខ្ទេចខ្ទីរៃប៉ាយពេញដីចំណែកឯជនសង្ស័យវិញមានឈ្មោះសូនច័ន្ទតារាភេទប្រុសអាយុ33ឆ្នាំស្នាក់នៅតំបន់នាគវ័នបានរងរបួសបែកមាត់ហូរឈាមនិងត្រូវបានសមត្ថកិច្ចវាយខ្នក់ភ្លាមនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពឆក់កាបូបតែម្នាក់ឯងពិតប្រាកដមែនក្រោយពេលកើតហេតុជនសង្ស័យរួមទាំងវត្ថុតាំងត្រូវបានកម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបញ្ជូនទៅកាន់ក្រសួងមហាផ្ទៃដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់អ្វីដែលគួរឲ្យសោកស្ដាយគឺសម្ភារៈអ្នកលក់ដូរដែលមិនដឹងអីសោះត្រូវមកខូចខាតដោយសារតែអំពើល្មើសច្បាប់របស់ជនសង្ស័យរូបនេះ